ខ្ញុំលេខជប់ហើយខ្ញុំឈ្មោះលូយីស៊ីនខ្ញុំជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុនអស់រយៈពេល10ឆ្នាំមកហើយខ្ញុំមិនបានចូលរួមកិច្ចប្រជុំពេលព្រឹកទេដូច្នេះម្ចាស់ថ្មីបានកាត់ប្រាក់ខែប្រចាំឆ្នាំនិងកម្រៃជើងសាររបស់ខ្ញុំក្នុងករណីនោះខ្ញុំនឹងឈប់ចាំមើលថាតើក្រុមហ៊ុនរបស់អ្នកអាចរស់រានមានជីវិតដោយគ្មានខ្ញុំឬអត់ថៅកែរបស់អ្នកបានទៅក្រៅប្រទេសដើម្បីត្រួតពិនិត្យក្នុងអំឡុងពេលនេះខ្ញុំនឹងទទួលបន្ទុកកិច្ចការទាំងអស់របស់ក្រុមហ៊ុនគ្រប់គ្រងខ្ញុំមិនខ្វល់ថាជើហ្វាយរបស់អ្នកយ៉ាងម៉េចទេការគាត់នៅរស់ប៉ុន្តែដរាបណាខ្ញុំស្នាក់នៅក្នុងក្រុមហ៊ុនមួយថ្ងៃអ្នកត្រូវតែសប្បាយចិត្តតើសង្លូនេះជានរណាហេតុអ្វីបានជាជើហ្វាយប្រគល់ក្រុមហ៊ុនទៅឲ្យនាងអ្នកមិនស្គាល់នាងផងនាងជាគូស្នេហ៍របស់ជើហ្វាយនាងមិនអាចរកការងារល្អបានទេប៉ុន្តែនាងទូចង់ចូលរួមជាមួយក្រុមហ៊ុនអ្នកឃើញទេមិនយូរមិនឆាប់ក្រុមហ៊ុននឹងជួបបញ្ហាខ្ញុំនឹងតាមដានអ្នកគ្រប់ពេលវេលាកុំឲ្យខ្ញុំឃើញថាអ្នកណាគ្មានកង្វល់ខ្ញុំទ្រាំមិនបានទេមកចុះអូនសម្លាញ់អរគុណមីងបងស្រីយុនស៊ីតើអ្នកបាននិយាយជាមួយក្រុមមាសយុគមិញយ៉ាងដូចម្ដេចបាទចាសបងស្រីយុនស៊ីតើអ្នកបានចុះហត្ថលេខាលើបញ្ជីហើយឬនៅក្រុមយេសគឺជាក្រុមកម្ពុជាទាំង500ក្នុងពិភពលោកខ្ញុំបានឮថាតម្រូវការរបស់ពួកគេសម្រាប់ដៃគូគឺតឹងរឹងណាស់មែនហើយជាយូលីងតើអ្នកអាចណែនាំកិច្ចសន្យានេះបានទេតើអ្នកធ្លាប់ពើអំពីវាទេកិច្ចសន្យារបស់ក្រុមហ៊ុន Yes Group $20 លានខ្ញុំដឹងថាបងស្រីយុនស៊ីគឺល្អបំផុតការអនុវត្តរបស់ក្រុមហ៊ុននៅឆ្នាំនេះនឹងផ្លាស់ប្ដូរម្ដងទៀតសូមអបអរសាទរបងស្រីយុនស៊ីបន្ទាប់ពីអ្នកទទួលបានកម្រៃជើងសារអ្នកត្រូវតែផ្ដល់អាហារដ៏រីករាយដល់យើងមែនហើយពេលខ្ញុំទទួលបានកម្រៃជើងសារខ្ញុំនឹងជូនអ្នកនៅអាហារដ៏ធំមួយញ៉ាំអាហារដ៏រីករាយតើអ្នកបានរៀបចំអាហារដ៏ធំមួយសម្រាប់ក្រុមហ៊ុនហើយឬនៅតើអ្នកដឹងទេថាយើងកំពុង